ភ្នំពេញនឹងក្លាយជារាជធានីមួយដែលមានការកើនឡើងកម្ដៅខ្លាំងបំផុតនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ដោយអង្គការសហប្រជាជាតិបានព្រមានថាកម្ដៅខ្លាំងកំពុងបង្កឥទ្ធិពលគ្រោះមហន្តរាយនៅក្នុងតំបន់និងដាក់សម្ពាធដែលមិនធ្លាប់មានទៅលើជីវិតមនុស្សក្នុងទីក្រុងសុខភាពសាធារណៈនិងហេដ្ឋារចនាសម្ព័ន្ធការជូនដំណឹងនេះបានមកពីរបាយការណ៍គ្រោះមហន្តរាយអាស៊ីប៉ាស៊ីហ្វិកឆ្នាំ2025ការកើនឡើងកម្ដៅហានិភ័យកើនឡើងដែលចេញផ្សាយនៅថ្ងៃទី26ខែវិច្ឆិកាដោយគណៈកម្មការសេដ្ឋកិច្ចនិងសង្គមរបស់អង្គការសហប្រជាជាតិសម្រាប់អាស៊ីនិងប៉ាស៊ីហ្វិករបាយការណ៍នេះបានបង្ហាញយ៉ាងច្បាស់ថាសីតុណ្ហភាពកើនឡើងកំពុងប៉ះពាល់ទៅដល់មនុស្សគ្រប់គ្នាគ្រប់ទីកន្លែងដែលជំរុញឲ្យមានគ្រោះថ្នាក់ទាក់ទងទៅនឹងអាកាសធាតុកើនឡើងលឿនបំផុតនៅទូទាំងតំបន់ការរកឃើញទាំងនេះមានឥទ្ធិពលយ៉ាងខ្លាំងនៅក្នុងប្រទេសកម្ពុជាជាកន្លែងដែលរាជធានីភ្នំពេញត្រូវបានគេព្យាករណ៍ថានឹងប្រឈមមុខទៅនឹងការកើនឡើងកម្ដៅយ៉ាងខ្លាំងយោងតាមការវិភាគខាងលើបានឲ្យដឹងថារាជធានីភ្នំពេញស្ថិតនៅក្នុងចំណោមមជ្ឈមណ្ឌលទីក្រុងដែលត្រូវបានគេរំពឹងថានឹងកាន់តែក្ដៅខ្លាំងដោយសារឥទ្ធិពលរលកកម្ដៅនៃទីក្រុងបន្ថែមពី2អង្សាសេទៅដល់7អង្សាសេទៅលើកម្ដៅភពផែនដីរបាយការណ៍បន្តថាតំបន់ទីក្រុងគឺជាទីតាំងដែលមានហានិភ័យខ្ពស់ជាពិសេសដោយសារតែឥទ្ធិពលរលកទីក្រុងផ្ទៃអគារក្រាស់ទប់កម្ដៅនិងបង្កើនសីតុណ្ហភាពទីក្រុងលើសពីតំបន់ជនបទជុំវិញក្នុងនោះទីក្រុងអាស៊ីជាច្រើនដូចជាសេអ៊ូតូក្យូប៉េកាំងដាលីការ៉ាជីដាកានីម៉ាហ្សាកាតានិងភ្នំពេញត្រូវបានគេព្យាករណ៍ថានឹងក្ដៅជាងនេះនៅក្នុងឆ្នាំខាងមុខដោយឥទ្ធិពលនេះបន្ថែមពី2អង្សាសេទៅដល់7អង្សាសេឥទ្ធិពលនេះបានកើនឡើងជាក់ស្ដែងរួចទៅហើយនៅក្នុងទីក្រុងជាច្រើននៅអាស៊ីប៉ុន្តែរបាយការណ៍នេះបានបញ្ជាក់ច្បាស់ពីទីក្រុងភ្នំពេញថាជាចំណុចប្រឈមហានិភ័យខ្ពស់មួយនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ប្រទេសកម្ពុជាត្រូវបានគេរំពឹងថានឹងស៊ូទ្រាំសន្ទុះកម្ដៅចំនួន35អង្សាសេរយៈពេល250ថ្ងៃនៅក្នុងមួយឆ្នាំនិងកម្ដៅលើសពី41អង្សាសេរហូតដល់138ថ្ងៃនៅក្នុងចុងសតវត្សនេះដែលដាក់តំបន់ធំៗនៃប្រទេសនៅក្នុងប្រភេទកម្ដៅគ្រោះថ្នាក់ឬគ្រោះថ្នាក់ខ្លាំងកម្រិតទាំងនេះបានបង្កហានិភ័យសុខភាពធ្ងន់ធ្ងររួមទាំងជំងឺដាច់សរសៃឈាមខួរក្បាលដោយសារកម្ដៅភាពតានតឹងសរសៃឈាមបេះដូងនិងភាពងាយរងគ្រោះកាន់តែខ្លាំងសម្រាប់កុមារនិងមនុស្សចាស់និងអ្នកធ្វើការក្រៅផ្ទះ